ដើរលេងស្រុកគេច្រើនសបោញាតមិត្តសបាយរឿងផ្ញើទិញអីវ៉ាន់ទៅវិញទៅមកហ្នឹងហ្មងជួនកាលគេផ្ញើយើងទិញរបស់នៅខ្មែរហើយពេលខ្លះយើងក៏ផ្ញើឲ្យគេនៅស្រុកក្រៅជួយទិញអីវ៉ាន់ឲ្យយើងដែរពេលទិញសបាយប៉ុន្តែអាពេលត្រូវផ្ញើលុយឲ្យគ្នាឲ្យទទួលលុយឆ្លងទ្វីបអីចេះនេះគឺថាឈឺក្បាលហ្មងនេះខ្ញុំជួបអស់ឲ្យពីមុនតែឥឡូវហ្នឹងលែងអីហើយដោយសារតែខ្ញុំស្គាល់សេវាផ្ទេរប្រាក់តាមប្រព័ន្ធស្វីបបទនីគេកាណាឌីយ៉ានេះអ្នកទាំងគ្នាមានតែកងកាណាឌីយ៉ាដូចខ្ញុំមួយមកចង់ទទួលប្រាក់ផ្ទេរប្រាក់ទៅក្រៅប្រទេសជុំវិញពិភពលោកបានស្រួលមែនតើមានតែទូរស័ព្ទមានអេបធនាគារនិងអ៊ីនធឺណិតមកគឺធ្វើបានហើយសំខាន់ឥឡូវនេះគេមានការផ្ដល់ជូនពិសេសទៀតសម្រាប់ការផ្ទេរប្រាក់ទៅក្រៅប្រទេសជាមួយនឹងប្រព័ន្ធស្វីសហ្នឹងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែកញ្ញាអ្នកទាំងគ្នាមានឱកាសshareរង្វាន់ធំទឹកប្រាក់ដល់ទៅ$888ហើយចំពោះសេវាការទទួលប្រាក់ពីក្រៅប្រទេសវិញគឺអត់មានគិតថ្លៃអីទេគេផ្ញើមកយើងប៉ុណ្ណាបានចូលកងកាណាឌីយ៉ាយើង direct ប៉ុណ្ណឹងវារហ័សហើយមានសុវត្ថិភាពទៀតសំខាន់គ្រាន់តែយើងទទួលលុយហ្នឹងក៏យើងអាចមានឱកាសshareរង្វាន់រហូតដល់ទៅ$100ហើយនឹងរង្វាន់ផ្សេងៗច្រើនទៀតសរុប20រង្វាន់សម្រាប់ព័ត៌មានលម្អិតអ្នកទាំងគ្នាអាចចូលទៅកាន់ website ឬក៏ page ផ្លូវការរបស់ធនាគារកាណាឌីយ៉ាបានឃើញគេមានសេវាផ្ញើនិងទទួលប្រាក់ពីក្រៅប្រទេសឡើងស្រួលខ្ញុំសង្ឃឹមថាអ្នកដែលគាត់មានតម្រូវការនៅក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសមិនថាផ្ទេរដើម្បីទូទាត់ការរកស៊ីបង់ថ្លៃសាលាកូនឬក៏ផ្ញើទៅកាន់សាច់ញាតិនៅក្រៅប្រទេសទេសង្ឃឹមថាពួកគាត់បានដឹងពីសេវាកម្មដ៏ល្អមួយនេះបង្កើតកងកាណាឌីយ៉ាដូចខ្ញុំមួយមកគឺថាអស់បញ្ហារឿងផ្ទេរប្រាក់ចង់ទៅដល់ណាក៏បានដែរអត់ចាំបាច់ត្រូវចាំតមានមនុស្សឡើងមកស្រុកគេដើម្បីផ្ញើអីទេសូយ៉ាអញ្ចឹងខ្លះៗពីការផ្ញើនិងទទួលប្រាក់ពីក្រៅប្រទេសនេះក៏មានតែប៉ុណ្្នឹងដែរបាយបាយជួបគ្នានៅវីដេអូក្រោយៗទៀត